ជំរាបសួរអ្នកទាំងអស់គ្នាសាជាថ្មីថ្ងៃនេះជួបជាមួយខ្ញុំបានតារា Finance ម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការformat ទូរស័ព្ទ Samsung Galaxy S4 នៅពេលណាដែលទូរស័ព្ទនោះមានបញ្ហាឬវាគាំងដោយប្រការណាមួយឬក៏វាដើរដំណើរការអត់ស្រួលហើយយើងចង់factory reset គឺមានន័យថាយើងធ្វើឲ្យទូរស័ព្ទហ្នឹងដោយដើមដោយការដែលយើងបានទិញមកពីក្រុមហ៊ុនអញ្ចឹងហើយនេះដោយសារតែទូរស័ព្ទនេះមានបញ្ហាប្រើប្រាស់គាំងអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តធ្វើការ factory reset គឺធ្វើឲ្យវាដោយដើមដោយការដែលយើងទៅទិញចេញពីក្រុមហ៊ុនអញ្ចឹងម៉ាស៊ីនរបស់វានឹងដំណើរការស្រួលហើយអ្នកនេះត្រូវចងចាំថាកាលណាដែលយើងធ្វើ format ឬក៏ factory reset មានន័យថា application ឬក៏ game ជាដើមរបស់យើងហ្នឹងគឺវាត្រូវបានលុបចោលទាំងអស់ហើយសូម្បីតែរូបថតហ្នឹងក៏វាអាចលុបចោលផងដែរអញ្ចឹងជៀសវាងប្រការបាត់បង់ទិន្នន័យរបស់យើងធ្វើការ copy នៅឯកសារទាំងនោះទុកក្នុងកុំព្យូទ័រទៅនោះអ្នកនរនេះនឹងអាច backup វាចូលមកក្នុងទូរស័ព្ទដែរពេលដែលយើង restore រួចរាល់អូខេនេះគឺជាវិធីមួយទៀតដែលយើងអាចផ្ដាច់សោរសុវត្ថិភាពនៅពេលណាដែលយើងភ្លេចសោរសុវត្ថិភាពដែលយើងបានដាក់នោះហើយយើងក៏អាចធ្វើតាមរបៀបនេះដើម្បីធ្វើវាបានផងដែរឥឡូវចាប់ផ្ដើមបងប្អូនគ្នាគឺយើងត្រូវបិទdevice របស់យើងបិទទូរស័ព្ទរបស់យើងទៅឲ្យវាមានសភាពខ្មៅដូចអញ្ចឹងបន្តមកទៀតសូមយើងចុច3កន្លែងគឺប៊ូតុង Home ប៊ូតុង Sleep ហើយនឹងប៊ូតុង Volume បើកហ្នឹងឥឡូវយើងចុចដំណើរគ្នា1 2 3ហើយដូចជាអត់ឃើញមានបញ្ហាម្ដងទៀត1 2 3អត់សូវទេចុចខុសកន្លែងសុំទោសផង1 2 3អូខេនេះកាលណាយើងចុចយ៉ាងហើយយើងបន្លែងទៅហើយយើងនឹងឃើញអក្សរពណ៌ខៀវនៅលើនេះពេលដែលយើងចុច3ជាប់គ្នាវានឹងញ័របន្ទាប់មកវានឹងរត់អញ្ចឹងដោយតែអ្នកនេះបានកំពុងតែឃើញហ្នឹងហើយអ្វីដែលយើងត្រូវធ្វើនោះគឺទី1គេមានពាក្យថា reboot system អូខេ reboot system មានន័យថាយើងគ្រាន់តែធ្វើការបិទឲ្យបើកតែប៉ុណ្ណោះវាមានន័យថាអញ្ចឹងក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើក្នុងពេលនេះគឺយើងដូចជាផ្ដាច់សោរសុវត្ថិភាពក៏ដូចជាយើងធ្វើឲ្យទូរស័ព្ទយើងស្អាតឡើងវិញមានន័យថាសម្អាតនៅអ្វីៗដែលវានៅសេសសល់ដូចជា application ដែលយើងអត់ចង់ប្រើឬក៏វាមានបញ្ហាផ្សេងដែលដូចដែលអ្នកទាំងអស់គ្នាធ្លាប់ជួបទៅយើងចង់ធ្វើឲ្យវាស្អាតឡើងវិញអញ្ចឹងសូមយើងចុចមកប៊ូតុងខាងក្រោមនេះដើម្បីជ្រើសរើសយកនៅ option គឺទី3ទី4គឺគេហៅថា data ឬក៏ factory reset ដូចយើងបានឃើញនេះគឺទី4តោះយើង reset មកទី4តោះមកយើងចុចសញ្ញាប៊ូតុង sleep ដើម្បី select យកនៅ option ហ្នឹងអូខេបន្តមកទៀតយើងឃើញពាក្យថា yes delete all user data តោះមកយើងចុះមកក្រោមចំកន្លែងហ្នឹងមកយើងចុចនេះដើម្បីជ្រើសរើសយកនៅ option ដែលយើងចង់បានគឺ reset តែម្ដងមានន័យថា application game លេខទូរស័ព្ទឬក៏អ្វីៗផ្សេងនិយាយរួមគឺ data ដែលនៅក្នុងទូរស័ព្ទដៃនេះគឺនឹងត្រូវបានលុបចោលទាំងអស់ហើយដូច្នេះមុននឹងធ្វើវាសូមអ្នកនរគ្នា backup ទិន្នន័យនៅក្នុងទូរស័ព្ទទុកក្នុងកុំព្យូទ័រសិនទៅអូខេឥឡូវយើងចុចហើយដើម្បីធ្វើការ1 2 3អូខេយើងនឹងឃើញរូប Android វះពោះហើយការវាថា erasing មានន័យថាកំពុងលុបកាលណារួចរាល់វានឹងចេញដូច្នេះបន្ទាប់មកយើងឃើញ option ខាងលើគេដាក់ថា reboot system ណាដូចនេះបានឃើញទី1ហ្នឹងអញ្ចឹងយើង select ទី1ហើយចុចនេះដើម្បីឲ្យទូរស័ព្ទដៃរបស់យើងវាធ្វើមកអេក្រង់ដើមនៃទូរស័ព្ទពេលយើងបើកដំបូងអូខេមានរងចាំផ្លែទៅអូខេ Galaxy S4 ហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀប update version របស់ Galaxy S4 ឡើងទៅ version ថ្មី KitKat គឺ 4.4.4 ដែលជា version 1មាន feature ជាច្រើនមានលក្ខណៈសម្បត្តិ
ជាច្រើនដែលយើងអាចបានជួបជាមួយនឹង Android មុនគឺ version Android មុនយើងអាចបានជួបតែដូចជាកម្មវិធីមួយដែលគេឲ្យឈ្មោះថា KitKat Lock ឬក៏ Samsung account នោះមានន័យថាវាប្រៀបបីដូចជា iCloud របស់ក្រុមហ៊ុន Apple ដែរកាលណាដែលយើងបាន set នៅ Samsung account ឬក៏ Apple ID ទៅលើ device ទាំងអស់ហ្នឹងវាធ្វើឲ្យទូរស័ព្ទហ្នឹងចាប់នៅ account នោះជាមួយនឹង CPU តែម្ដងអញ្ចឹងនៅពេលណាដែលអ្នក restore ហើយយើងអត់បានស្គាល់នៅឈ្មោះរបស់ Samsung account ឬក៏ Apple ID វាអាចធ្វើឲ្យទូរស័ព្ទហ្នឹងมันអាច restore ទៅមកបានទេព្រោះថាវានៅចងចាំតែមួយគត់គឺ account ដែលយើងបានដាក់លើកដំបូងមានន័យអញ្ចឹងសូមអ្នកទាំងនេះប្រយ័ត្នផងជាពិសេសពេលយកទៅកន្លែងជាងព្រោះថាជាងមួយចំនួនក៏មានខ្លះល្អខ្លះអាក្រក់អញ្ចឹងគេលោគាត់លួចដាក់ Samsung account ចូលទៅហើយគាត់ថាទូរស័ព្ទយើងជាប់អីអញ្ចឹងទៅគាត់ restore ចប់យើងពិបាកដែរហ្នឹងអាហ្នឹងជាអ្វីដែលខ្ញុំចង់ recommend ចំពោះអ្នកទាំងអស់គ្នាហើយខ្ញុំក៏មិនមែនថានិយាយទៅចោតចំពោះជាងទូរស័ព្ទទាំងអស់ទេគឺមានមួយចំនួនតូចដែលគាត់ខ្ញុំធ្លាប់ជួបបងម្នាក់ដែលគាត់មកជួបខ្ញុំហើយទឹកមកគាត់អត់ល្អទេដោយសារថាទូរស័ព្ទរបស់គាត់ហ្នឹង iPhone 5s ហើយរបស់គាត់អត់មានដាក់ iCloud ទេខ្ញុំសួរថាបងឯងមិនបានទូរស័ព្ទមកជាប់ iCloud គាត់ថាគាត់អត់ដឹងថា iCloud ស្អីផងហើយមិនត្រឹមតែប៉ុណ្្នឹងគាត់ថាអត់ដឹង Apple ID ហ្នឹងស្អីផងហើយអញ្ចឹងយើងអាចសន្និដ្ឋានបានហើយសួរថាជាងនៅណាប៉ុន្តែខ្ញុំអត់ចង់ប្រហើបថាជាងនៅម្ដុំណាប៉ុន្តែអ្នកនេះប្រហែលជាដឹងថាជាងកន្លែងដែលសម្បូរជាងបំផុតអូខេឥឡូវយើងរើសភាសា United States ដាក់ឥឡូវវាភាសាកូរ៉េយើងដូរវាជាភាសាអង់គ្លេសសិនមកអូខេអង់គ្លេសហើយចុច next អូខេយើងបើក Wi-Fi ទៅឥឡូវយើង agree ជាមួយ license មកគេសិន no not now next ហើយដាក់ទៅ finance data អូខេតោះមកនេះកន្លែងដែលខ្ញុំបាននិយាយមិញហ្នឹងគឺ Samsung account កាលណាយើង create account មានន័យថាយើងដាក់វាជាប់ដូចជា iCloud អញ្ចឹងទោះជាយើង restore រាប់រយដងក៏នៅតែជាប់ឈ្មោះរបស់អ្នកមុនដដែលអញ្ចឹងយើងអត់ដាក់ទេយើង skip តែម្ដង skip ហើយ skip ទៀតតមក next finish confirm តមកយើង display សិនទៅអូខេយើងនឹងចាំបន្តិចឥឡូវវាទីអ៊ីនធឺណិតអញ្ចឹងយើងចូលភ្ជាប់អ៊ីនធឺណិតរបស់យើងទៅអាយ៉ា sorry ខ្ញុំសុំដាក់ password ខ្ញុំបន្តិចអូខេជាប់ហើយយើងចេញវិញយើង agree កាលណាយើងអត់មានអ៊ីនធឺណិតទេវានឹងមិនអាចទៅមកបានទេដោយសារតែនេះវាជា license របស់ Samsung ដែលតាក់ទងជាមួយនឹង V3 Mobile អូខេហើយអូខេនេះគឺជាទូរស័ព្ទថ្មីដែលអត់មានអីទេដូចជាយើងបានភ្ជាប់ security code ក៏យើងអាចធ្វើតាមអ្វីដែលខ្ញុំបានបង្ហាញមិញដែរអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយខ្ញុំបាទ Dara Finance ជូនពរសំណាងល្អអរគុណចំពោះការទស្សនាសូមធ្វើការ subscribe ដើម្បីទទួលយកនៅវីដេអូថ្មីៗ